សួស្តីទាំងអស់គ្នា3នាទីអំពីបរិការពេទ្យថ្ងៃនេះសូមចែករំលែកអំពីម៉ាស៊ីនឆែកសុខភាពថ្លើមដែលមានឈ្មោះថា Transient Elastography តើតើជាមួយនឹងការឆែកសុខភាពថ្លើមមានវិធីច្រើនណាបងប្អូនចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាវិធីមួយណាសមស្របជាមួយនឹងសុខភាពអ្នកទាំងអស់គ្នាតើតែទៅវិភាសាជាមួយនឹងគ្រូពេទ្យជំនាញដល់ឡែកខ្ញុំមិនមែនជាវិជ្ជបណ្ឌិតទេខ្ញុំគឺជាវិស្វករខាងបរិការពេទ្យវីដេអូរបស់យើងនឹងផ្ដោតសំខាន់តែនៅលើបច្ចេកទេសរបស់ម៉ាស៊ីនវាដំណើរការទៅយ៉ាងដូចម្ដេចហើយវាជួយគ្រូពេទ្យរបស់យើងនៅក្នុងការវិនិច្ឆ័យរោគយ៉ាងដូចម្ដេចនៅចុងវីដេអូខ្ញុំនឹងមាននិយាយដែរថាតើម៉ាស៊ីននេះមានតឡើងនៅមន្ទីរពេទ្យណាខ្លះនៅ clinic ណាខ្លះអញ្ចឹងដោយសារតែពាក្យនឹងវែងអញ្ចឹងខ្ញុំសូមហៅកាត់ទៅយើងហៅ TE ទៅម៉ាស៊ីននេះគឺវាស់បាន2ប៉ារ៉ាម៉ែត្រតកតងជាមួយនឹងសុខភាពសាច់ថ្លើមហ្នឹងទី1គឺ liver fibrosis ឬមួយក៏មានពាក្យមួយទៀតហៅថា liver stiffness បានន័យថាកម្រិតភាពរឹងរបស់សាច់ថ្លើមហើយប៉ារ៉ាម៉ែត្រទី2គឺ fatty liver បានន័យថាកម្រិតជាតិខ្លាញ់នៅក្នុងសាច់ថ្លើមពាក្យបច្ចេកទេសគេហៅថា liver steatosis ដើម្បីចាប់យកកម្រិតភាពរឹងឬភាពទន់របស់សាច់ថ្លើមបានម៉ាស៊ីន TE របស់យើងគឺត្រូវការសុងមួយសុងនេះអាចផលិតបាន frequency 2ទី1គឺ low frequency គេហៅថា shear wave ហ្នឹងហើយអានេះសំខាន់ណាស់អានេះចូលទៅរំញ័រសាច់ថ្លើមរបស់យើងមុនមែនតើទៅសុងនេះអត់មានចាក់ចូលទៅក្នុងខ្លួនទេអត់បារម្ភទេគឺនៅខាងក្រៅទេគេសកត់ជាប់ជាមួយនឹងឆ្អឹងជំនីរបស់យើងចន្លោះឆ្អឹងជំនីហ្នឹងហើយអាកដាលនេះវាបង្កើតបានទៅជា shear wave នៅក្នុងហ្នឹងយើងមានវីដេអូមួយដែរនេះអញ្ចឹងវាបង្កើតបានជា shear wave ចូលទៅគឺរំញ័ររលកសំឡេងហ្នឹងចូលទៅបង្កើតជារំញ័រនៅក្នុងសាច់ថ្លើមរបស់យើងហ្នឹងណាអញ្ចឹងបើ echo អត់មានអានេះទេប៉ុន្តែអ្វីដែលមានស្រដៀង echo ដែរគឺអានេះhigh frequency នេះអញ្ចឹង high frequency ultrasound ហ្នឹងគេហៅ ultrasound ហ្នឹងគឺចូលទៅចាប់លបឿនអញ្ចឹងបន្ទាប់ពីវារញ័រសាច់ថ្លើមចូលទៅហើយវាចូលទៅចាប់លបឿនពីមួយចំណុចទៅមួយចំណុចនេះវាវាស់ពីរចំណុចណាហើយការវាស់ពីរចំណុចរបស់វាហ្នឹងគឺបង្កើតបានជា parameter liver stiffness ហ្នឹងដែលគេហៅជា unit របស់វាជាຂະຫນាតរបស់វាគឺគីឡូប៉ាស្កាល់អញ្ចឹងនៅក្នុងហ្នឹងម៉ាស៊ីនបន្ទាប់ពីវាស់ហើយចេញຂະຫນាតឲ្យយើងតែម្ដងតើថ្លើមរបស់អ្នកជំងឺហ្នឹងប្រមាណគីឡូប៉ាស្កាល់ហៅថាធម្មតាប្រមាណគីឡូប៉ាស្កាល់ហៅថាចាប់ផ្ដើមរឹងហើយប្រមាណគីឡូប៉ាស្កាល់ហ្នឹងគឺចូលទៅក្នុង condition ណាមួយគឺគាត់អាចបកប្រែបានជាក់ស្ដែងតែម្ដងប៉ារ៉ាម៉ែត្រទី2របស់យើងគឺ liver steatosis ជាកម្រិតជាតិខ្លាញ់នៅក្នុងថ្លើមអញ្ចឹងប៉ារ៉ាម៉ែត្រដែលម៉ាស៊ីនរបស់យើងប្រើដើម្បីវាស់ហ្នឹងគេហៅថា ultrasound attenuation parameter ឬពាក្យកាត់ UAP មានន័យថាការវាស់ស្ទង់ហ្នឹងគឺប្រើ3សង់ទីម៉ែត្រគីបនៃសាច់ថ្លើមរបស់យើងដើម្បីយករេសតាចេញមកខ្ញុំមានជា sample មួយដើម្បីឲ្យអ្នកនរគ្នាដឹងថាតើ3សង់ទីម៉ែត្រគីបហ្នឹងទំហំប៉ុណ្ណានេះគឺជាបាក់តេរីរបស់យើងថ្មពិល AAA ណាអញ្ចឹងការវាស់សាច់ថ្លើមហ្នឹងគឺវាស់ទំហំប៉ុណ្ណឹងឯងអញ្ចឹងសុងរបស់យើងនេះបង្កើតជា ultrasound ចូលទៅក្នុងសាច់ថ្លើមរបស់យើងរួចហើយចាំចាប់ទទួលយក ultrasound ដែលឡងពីសាច់ថ្លើមរបស់យើងនឹងត្រឡប់ចូលទៅក្នុងសុងវិញហើយបន្ទាប់ពីបានទទួល ultrasound ត្រឡប់ចូលនៅក្នុងសុងនេះវិញគេអាចវាស់ស្ទង់ដឹងហើយថាតើការបញ្ជូនទៅ100ថាតើត្រឡប់មកវិញបានប្រមាណភាគរយហើយកម្រិតនៃការបញ្ជូនត្រឡប់មកវិញនៃ ultrasound ហ្នឹងរវាងថ្លើមធម្មតាហើយនិងថ្លើមមានជាតិខ្លាញ់ច្រើនខុសគ្នាដោយសារតែជាតិខ្លាញ់នៅក្នុងស្រទាប់ថ្លើមហ្នឹងស្រូបយក ultrasound ហ្នឹងគឺច្រើនជាងគេអញ្ចឹងបើសិនជាថ្លើមរបស់យើងមានជាតិខ្លាញ់ច្រើនអញ្ចឹងការបញ្ជូនត្រឡប់នៃ ultrasound ហ្នឹងគឺបាត់ច្រើនបានន័យថាបញ្ជូនត្រឡប់មកវិញតិចបាត់ច្រើនអញ្ចឹងម៉ាស៊ីនរបស់យើងកណនាតាមរបៀបនេះឯងឥឡូវខ្ញុំនិយាយពីអត្ថប្រយោជន៍របស់ម៉ាស៊ីនបន្តទៅទៀតមាន4ចំណុចធំទី1គឺ non invasive ពាក្យថា non invasive មានន័យថាការវាស់ជាមួយនឹងម៉ាស៊ីន TE នេះអត់មានការចាក់ចូលសាច់ទេអញ្ចឹងអ្នកជំងឺអត់ឈឺទេទី2 quantitative នេះមានន័យថាម៉ាស៊ីនវាស់ម្ដងហ្នឹងគឺចេញជាតួលេខជូនអញ្ចឹងឧទាហរណ៍ថាអ្នកជំងឺមកវាស់ឥឡូវហ្នឹង 4.5 ឬ 7.5 អាស្រ័យអញ្ចឹងឧទាហរណ៍ថាគាត់ត្រូវការព្យាបាលរយៈពេល6ខែឬ9ខែឬ1ឆ្នាំ6ខែម្ដងគាត់អាចមកវាស់មកគាត់ដឹងថាតួលេខរបស់គាត់ប្រែប្រួលពីការវាស់ម្ដងទៅការវាស់ម្ដងហ្នឹងឡើងឬចុះឬប៉ុណ្ណាដែរអញ្ចឹងបានន័យថាការព្យាបាលហ្នឹងកំពុងតែមានប្រសិទ្ធភាពទេឬក៏ត្រូវការផ្លាស់ប្ដូរពីវិធីព្យាបាលអញ្ចឹងណាហើយទី3 accurate ម៉ាស៊ីននេះនៅក្នុងការវាស់អ្នកជំងឺម្ដងទាមទារឲ្យយើងចុច10ដងមានន័យថាអ្វីដែលខ្ញុំនិយាយពីមុនមកហ្នឹងគឺម៉ាស៊ីនវាស់ repeat រហូតដល់10ដងបន្ទាប់ពី10ដងហើយទើបចេញ result ឲ្យអ្នកជំងឺម្ដងអញ្ចឹងមានន័យថា accurate មែនតើហើយទី4គឺលឿន
ចឹងខ្ញុំនិយាយមិញដូចច្រើនណាស់តាមពិតម៉ាស៊ីនគឺធ្វើការវាស់វែងនឹងលឿនមែនទែនអញ្ចឹងខ្ញុំនឹងជំរាបជូនថាម៉ាស៊ីន TE របស់យើងគឺមានតម្លើងនៅមន្ទីរពេទ្យណាខ្លះទី1នៅភ្នំពេញមាន3មន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយទី2គឺមន្ទីរសម្រាប់ព្យាបាល Devalda Medical Center ហើយទី3គឺមន្ទីរពេទ្យជរៃភ្នំពេញហើយដល់ឡែកនៅបាត់ដំបងយើងបានតម្លើងជូនមកកន្លែងដែរគឺសវណ្ណ Polyclinic អរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូហ្នឹងហើយខ្ញុំនឹងដាក់ link មួយជូនដែរថាតើអ្នកណាគួរតែឆែកសុខភាពថ្លើមឲ្យបានទៀងទាត់ហើយវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ